Miệp xua bụng mai phụ minh bông ôn Prajamit tu sana channel Rim tiêu TV ở đây group anh ấy là cô xôm tôi ca này nôm chỉ thay đồng tiết của sát bàn khmer មួយមុខនេះគឺស្មៅពុកមាត់ឆ្មាតែពុកម៉ែពុកមីងបងប្អូនធ្លាប់បានទស្សនាវីដេអូផ្សេងៗជាច្រើនមកថ្ងៃនេះគ្រូបញ្ជាក់បន្ថែមជូនពុកម៉ែពុកមីងបងប្អូនអំពីអត្ថប្រយោជន៍ពីស្មៅពុកមាត់ឆ្មាជូនពុកម៉ែពុកមីងបងប្អូនក៏ដូចជាបង្ហាញឲ្យច្បាស់អំពីបញ្ហាដែលអ្នកខ្លះនៅតែច្រឡំថាពុកឆ្មាហើយនិងពុកមាត់ឆ្មាគឺវាដូចគ្នាអញ្ចឹងទៅអញ្ចឹងដើម្បីឲ្យដាច់ស្រឡះយើងមើលវីដេអូនេះគឺយើងមើលឃើញច្បាស់ហើយថានេះគឺជាស្មៅពុកមាត់ឆ្មាស្មៅពុកមាត់ឆ្មាហើយស្មៅពុកមាត់ឆ្មានេះគឺវាងាយនឹងស្រួលដាំងាយនឹងស្រួលបង្កើតវាណាស់តែសារតែយើងគ្រាន់តែកាច់មែកកាច់អីអញ្ចឹងទៅយើងយកមកដាំគឺដោះហើយណាក៏ដាំគឺដោះហើយអញ្ចឹងពុកម៉ែពុកមីងបងប្អូនអាចរាយពូជឬក៏ស្វែងរកស្មៅពុកមាត់ឆ្មានេះយកមកដាំនៅតាមផ្ទះទុកប្រើប្រាស់ជាប្រយោជន៍គឺងាយស្រួលបំផុតសម្រាប់ពុកម៉ែពុកមីងបងប្អូនដែលចង់មានសត្វប្រាណនៅក្បែរផ្ទះងាយស្រួលក្នុងការប្រើប្រាស់ឥឡូវនេះយើងចូលមកដល់អត្ថប្រយោជន៍សំខាន់របស់ស្មៅពុកមាត់ឆ្មាហ្នឹងស្មៅពុកមាត់ឆ្មាហ្នឹងគឺឯកទេសរបស់វាហ្នឹងគឺមាន3សំខាន់ពុកម៉ែពុកមីងបងប្អូនទី1ហ្នឹងគឺស្មៅពុកមាត់ឆ្មាហ្នឹងគឺប្រសាបជាតិអាស៊ីតនៅពេលដែលយើងលើសជាតិអាស៊ីតលើអីផ្សេងហ្នឹងគឺឯកទេសរបស់ស្មៅពុកមាត់ឆ្មាហ្នឹងហើយណាល្អមែនតើសម្រាប់ពុកម៉ែពុកមីងបងប្អូនដែលមានការលើសជាតិអាស៊ីតនៅក្នុងខ្លួនដើរទៅឈឺដៃឈឺជើងរួយដៃរួយជើងឈឺកលាក់ដៃកលាក់ជើងហ្នឹងគឺយើងមានការកើនឡើងនៃកម្រិតជាតិអាស៊ីតនៅក្នុងឈាមរបស់យើងក៏ដូចជានៅក្នុងសារពាង្គកាយរបស់យើងហើយអញ្ចឹងគឺយើងអាចប្រើប្រាស់ស្មៅពុកមាត់ឆ្មានេះបានណាស្មៅពុកមាត់ឆ្មាបានហើយឯកទេសទី2គឺព្យាបាលទម្លាក់គ្រោះរំរងនោមចេញពីរំរងនោមចេញពីបង្ហូរនោមផ្សេងហ្នឹងគឺជាឯកទេសរបស់ស្មៅពុកមាត់ឆ្មានេះដែរយើងលាកតម្រងនោមខ្សោយតម្រងនោមមកកាហាយនៅក្នុងតម្រងនោមផ្សេងអញ្ចឹងទៅអួលនៅកន្លែងតម្រងនោមហើយនោមអត់អស់នោមសល់នោមហើយវានៅកាហាយចង់បង្ហូរនោមនេះគឺជាឯកទេសរបស់ស្មៅពុកមាត់ឆ្មានេះឯងស្មៅពុកមាត់ឆ្មានេះឯងណាអញ្ចឹងពុកម៉ែពុកមីងបងប្អូនអាចប្រើប្រាស់ស្មៅពុកមាត់ឆ្មានេះលាយជាមួយនឹងកម្នាស់ក៏ដូចជាស្មៅប្រក្រាប3មុខហ្នឹងយកមកប្រើប្រាស់ព្យាបាលលាកតម្រងនោមគ្រោះតម្រងនោមអីផ្សេងហ្នឹងណាជាឯកទេសរបស់ស្មៅពុកមាត់ឆ្មាហ្នឹងគឺល្អប្រសើរមែនតើណាហើយឯកទេសទី3ណាឯកទេសទី3របស់ស្មៅពុកមាត់ឆ្មាគឺព្យាបាលកាត់បន្ថយជាតិស្ករនៅក្នុងខ្លួនយើងអ្នកទំនោរផ្អែមអ្នកអីផ្សេងក៏ដូចជាអ្នកដែលលើសជាតិស្ករនៅក្នុងខ្លួននឹងពិបាកអីហ្នឹងគឺអាចប្រើប្រាស់ស្មៅពុកមាត់ឆ្មានេះដើម្បីទៅទប់ស្កាត់រារាំងកាត់បន្ថយការកើនឡើងនៅកម្រិតជាតិស្ករនៅក្នុងខ្លួនយើងហ្នឹងគឺបានល្អប្រសើរមែនតើយើងអាចប្រើប្រាស់ស្មៅពុកមាត់ឆ្មានេះអាចឆុងដូចជាតែឆុងអីក៏បានដែរឲ្យតែយើងគិតថាយើងអាចយកវាទៅប្រើប្រាស់សម្រាប់ព្យាបាលនៅជំងឺប្រចាំកាយរបស់យើងតាមប្រភេទតាមកម្រិតមានរបបនៃការប្រើប្រាស់របស់ខ្លួនឯងរៀងខ្លួនអ្នកខ្លះទៅបើសិនជាយើងគិតថាប្រើអញ្ចេះបានតែខ្លួនយើងកំពុងមានជំងឺប្រចាំកាយផ្សេងច្រើនយើងប្រើទៅវាអាចធ្វើវាអាចផ្សេងអានឹងយើងទៅតាមកម្លាំងទៅតាមស្ថានភាពនៃសុខភាពរបស់យើងម្នាក់ហ្នឹងហើយឯកទេសផ្សេងទៀតក៏វាចូលរួមដែរប៉ុន្តែជាគ្រាន់តែលក្ខណៈថាបន្តបន្សំដូចជាព្យាបាលតកតងជាមួយនឹង stress ព្យាបាលតកតងជាមួយនឹងអលាកសន្លាក់អលាកអីផ្សេងហ្នឹងព្យាបាលតកតងជាមួយនឹងអលាកកាពះឲ្យតិចតួចហ្នឹងគឺគ្រាន់តែឯកទេសបន្តបន្សំឯងសំខាន់ជាងគេគឺ3នឹងអ្នកគ្នា
3នឹងសំខាន់ណាស់ដែលស្មារតីមកឆ្មាគាត់មានជំនាញក្នុងការព្យាបាលជំងឺទាំង3ហ្នឹងណាអញ្ចឹងបើសិននិយាយព្យាបាលជំងឺផ្សេងៗក៏វាជាដែរតែវាមិនចំអត្ថប្រយោជន៍របស់វាមិនចំអត្ថប្រយោជន៍របស់វាណាបងប្អូនឥឡូវយើងរបៀបប្រើប្រាស់ម្ដងរបៀបប្រើប្រាស់ស្មាបមាត់ឆ្មាគឺយើងក្រិចតងវាមកណាក្រិចតងមកកុំកាប់ទាំងរឹសណាកាប់ទាំងរឹសវាដាច់ពូជហើយក្រិចតងវាមកហាវាឲ្យស្ពាប់ទៅដើម្បីកាត់បន្ថយការពពុលហ្នឹងហើយយកមកដាំផឹកឬក៏យើងហារៀងក្រៀមបន្តិចយើងយកមកធ្វើជាឆុងតែផឹកក៏បានដែរណា3ខាំអ្នកនរគ្នា3ខាំសម្រាប់ខ្មែរពីច្រើនគឺប្រើប្រាស់តែ3ខាំហ្នឹងគឺត្រូវស្តង់ដារបងប្អូន3ខាំអញ្ចឹងទៅហើយជាមួយទឹកបើកំសៀវ3ខាំមួយទឹកបើកំសៀវយើងដាំឲ្យពុះទុកឲ្យត្រជាក់ពេលដាំឲ្យពុះឲ្យបានហើយក្នុង2នាទី3នាទីណាហើយវាពុះសពសាច់អញ្ចឹងទៅហើយទុកឲ្យត្រជាក់ល្មមទៅយើងត្រង់វាផឹកត្រង់វាក៏យកទាំងកាកយកទាំងអីអញ្ចឹងណាហើយកម្ដៅផឹកទុកផឹកងាយអញ្ចឹងទៅណាបើយើងមានម្រាបច្រោះឬក៏ហ្វីនច្រោះអីទៅក៏ហត់ល្អភាសាទៀតល្អភាសាណាមកបងប្អូនហើយកុំព្យាយាមផឹកទាំងកាកហើយក៏ដូចជាមិនបានលាងមិនបានអីពេលដែលយើងដាំវាណាពេលយើងដាំវាទៅលាងឲ្យស្អាតលាងអីទាំងអស់ពុកម៉ែបងប្អូនមួយថ្ងៃយើងហូប3ដងហើយហើយមកប្រមាត់ឆ្មានេះយើងដើម្បីព្យាបាលជំងឺឯកទេសទាំង3ហ្នឹងរយៈពេលយូរដែរថាជំងឺរបស់យើងដែលនិយាយនេះថាជំងឺខ្លាំងដែរហើយណារយៈពេលយូរដែរកន្លះខែឡើងបានចាប់ផ្ដើមឃើញធូរអញ្ចឹងណាអរគុណច្រើនសម្រាប់ទស្សនា Channel Prem TV ហើយគួរនឹងបង្ហាញវីដេអូផ្សេងបន្តទៀតជូនពុកម៉ែបងប្អូនដើម្បីឲ្យកាន់តែយល់ច្បាស់អំពីអក្សរបុរាណខ្មែរមួយមុខជូនពុកម៉ែបងប្អូនអរគុណច្រើនជំរាបលាហើយក៏ជូនពរដល់ពុកម៉ែបងប្អូនអ្នកជំងឺដែលបានឆាតមកឆាប់ជាពីជំងឺហើយសម្រាប់អ្នកដែលតាក់ទងចង់សួរអំពីជំងឺផ្សេងគឺអាចតាក់ទងឆាតទូលោកគ្រូតាមរយៈ Telegram 010 636302អរគុណច្រើនជំរាបលា